ប្រមុខការពីជាតិច្បាស់ណាស់កានងគឺដំឡងទៅខ្មាំងសត្រូវមិនដែលមានក្បួនទ័ពឯណាបង្វែរកានងមកផ្ទះខ្លួនឯងនោះទេឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពីជាតិបានឆ្លើយតបទៅកាន់យោធាថៃចោទថាកម្ពុជាបង្វែរកានងកំភ្លើងទៅភូមិឋាននិងបន្ទាយរបស់យោធាថៃប្រមុខការពីជាតិបានលើកឡើងថានេះជាយុទ្ធវិធីការពីជាតិរបស់កម្ពុជាពេលយើងបំពាក់សម្ភារវុធគឺដើម្បីការពីបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនដែលក្បួនទ័ពឯណាដែលបង្វែរកានងមកផ្ទះខ្លួនឯងនោះទេឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជាបាទតាមឯកឧត្តមនាយឧត្តមសេនីយ៍ជំរើសសន្តិវិធីគឺជាការចរចារវាងរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងចំពោះផ្នែកយោធាគឺជំរើសចុងក្រោយយើងត្រៀមរួចជាស្រេចក្នុងការពារទឹកដីកម្ពុជាដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ។